ច្រមុះគឺជាផ្នែកកណ្ដាលនៃផ្ទៃមុខដែលវាជាចំណែកមួយជួយឲ្យបងប្អូនមានទំនុកចិត្តខ្លាំងជាងមុនចុះតើទម្រង់ច្រមុះនោះវាទាក់ទងទៅនឹងកត្តាហុងស៊ុយអត់ជាទូទៅមុខមាត់យើងសំខាន់ណាស់មនុស្សយើងឆ្លុះកញ្ចក់រាល់ថ្ងៃអញ្ចឹងនៅពេលដែលគាត់មើលមុខខ្លួនឯងគាត់សប្បាយចិត្តគាត់ទៅណាមកណាគេទៅសើគាត់ស្អាតឬក៏គាត់ធ្វើឲ្យគាត់មានប្រជាប្រិយភាពខ្លាំងគឺការងារគាត់ក៏អាចចូលមកច្រើនតាមនឹងដែររហូតញោមបងដែលគាត់សម្រាប់ចិត្តទទួលការវះកាត់កែច្រមុះណាមានទី1គឺកញ្ញាយីសេនដេចអូនឯងដឹងហើយសេនដេចគឺគាត់ការបានកែច្រមុះមុនគាត់ចាប់ផ្ដើមអាជីពជា content creator ហើយមកដល់សប្តាហ៍នេះគឺសម្រាប់គាត់មានភាពតាក់ទាញហើយក៏មាន fan ច្រើនណាស់ដែលគ្រប់ស្រឡាញ់គាត់ចូលចិត្តមើលវីដេអូគាត់តាមដានគាត់ហើយការងារគាត់ក៏មានច្រើនតាមនឹងដែរទី2គឺដាណេសេនីកែបានមួយឆ្នាំដាណេក៏មកកែចំពោះឆ្នាំវិញមួយដែរហើយបងប្អូនអាចដឹងទម្រង់មុខដាណេមុនកែនិងក្រោយកែបងប្អូនដឹងហើយសម្រាប់ដាណេឥឡូវគឺស្អាតមែនតើហើយបន្ថែមពីនោះគឺគាត់តស៊ូក្នុងការងារដែរការងារគាត់ច្រើនណាស់អាចមើលបានណា DJ ផងតារាសម្ដែងផងថត sport ផងទទួលប្រមូលផលិតផលផងបន្តមកទៀតគឺសេណេតកញ្ញារីសេណេតហ្នឹងគឺគាត់មានគម្រោងចង់ប្រឡងបបកញ្ញានៅប្រទេសកម្ពុជាយើងអញ្ចឹងទៅក៏គាត់គិតគូរមកពីក្រុមបងចង់កែតម្រង់មុខហ្នឹងក៏បងណែនាំគាត់កែតម្រង់ច្រមុះដែរហើយបន្ទាប់ពីគាត់កែតម្រង់ច្រមុះហើយគឺការសម្រាប់គាត់មានការផ្លាស់ប្ដូរច្រើនហើយមានភាពតាក់ទាញខ្លាំងជាងមុនដែលធ្វើឲ្យគាត់អាចប្រឡងក្នុងវិស័យបបកញ្ញាប្រកួតសម្រាប់នេះគឺឲ្យចាញ់គេទេហើយសម្រាប់បងស្រីលីសាវិញបងប្អូនអាចមើលបានលីសាទៅមកកែមួយបងនៅឆ្នាំមុនដោយសារគាត់សម្ដែងក្រុមសម្ដែងវិផាន់រងនៅដាណេគឺដាណេច្រមុះស្អាតគាត់ក៏មកសម្រាប់ចិត្តមកកែច្រមុះជាមួយបងដូចគ្នាហើយការងារគាត់បន្ទាប់ពីកែច្រមុះហើយម៉ែម៉ាក់គាត់បានប្រាប់ដែរថាគាត់មានការងារច្រើនជាងមុនបងប្អូនអាចដឹងហើយទម្រង់មុខយើងគឺវាសំខាន់ជាងគេនៅលើទម្រង់ច្រមុះហ្នឹងប៉ុន្តែទម្រង់ច្រមុះវាចំណែកមួយដែលធ្វើឲ្យយើងមានភាពស្រស់ស្អាតជាងមុនហើយក្នុងនោះដែរក៏ទាក់ទងទៅនឹងការខិតខំប្រឹងប្រែងដែរពួកគាត់ស្ទើរអ្នកឧស្សាហ៍ក្នុងការងារហើយខំធ្វើការ